ដើម្បីជួយលក់ស្បែកក្តោប1លានគីឡូឲ្យបានតម្លៃល្អខ្ញុំលក់ផ្ទះចោលដើររកទីផ្សារពីពេញប្រទេសតែដល់ថ្ងៃចែកភាគលាអ្នកភូមិទាំងមូលយកមកឈរនៅមុខផ្ទះខ្ញុំចេញយ៉ាងហេតុអីបានអញយក30000អ្នកភូមិយើងម្នាក់បានតែ2000ជាងហេតុអីអញ្ចឹងរៀនសៀវភៅនៅទៀតក៏រឹងរូសដូចឆ្កែឆ្កួតអ្នកភូមិក្រវែងចំណែកខ្ញុំចោលហើយដឹកទីផ្សារចេញពីភូមិងាកមកធ្វើចំនួនកសិកម្មដាំឆ្នាំបន្ទាប់ពេលអ្នកភូមិឃើញស្បែកក្តោប2លានគីឡូលួយក្នុងស្រែដោយលក់មិនចេញភូមិនាំអ្នកទាំងអស់មកលុបជង្គង់មុខក្រុមហ៊ុនខ្ញុំអង្វរឲ្យខ្ញុំទិញស្បែកក្តោបតែខ្ញុំគ្រាន់តែសើចចំក្រុមហ៊ុនខ្ញុំមិនទទួលរបស់អត់តម្លៃចេញយ៉ាកិននេះមិនត្រឹមត្រូវទេពូដាសានមិនត្រឹមត្រូវត្រង់ណាហេតុអីបានឯងយក30000យើងរាប់សិបគ្រួសារធ្វើការអស់ពីកម្លាំងចាប់មកម្នាក់បានតែ2000ជាពូដាសានកិច្ចសន្យាខ្ញុំជាអ្នកចុះទីផ្សារខ្ញុំជាអ្នកគ្មានខ្ញុំទេស្បែកក្តោបនេះនៅរលួយខ្ញុំយកអ្វីដែលខ្ញុំសំនឹងទទួលទីផ្សារមិនទីគ្រាន់តែលើកទូរស័ព្ទយើងទុកចិត្តឯងទៅឲ្យទៅឥឡូវរកលុយបានហើយឯងចង់ធ្វើមនុស្សកុំភ្លេចគេមនុស្សហិតកូនឆ្កែឆ្កួតអញ្ចឹងអ្នកថាខ្ញុំយកច្រើន30000នេះខ្ញុំមិនយកមួយកាក់ទេឲ្យអ្នកទាំងអស់គ្នាយ៉ាងសីនេះជាអ្វីដែលឯងសមនឹងទទួលមីងមិនអាចឲ្យឯងអាម៉ាស់អញ្ចឹងទេនេះតាមផែនការដែរលុយដែលគ្រួសារឯងគួរទទួលឯងមិនបានប៉ះទេមីងលុយនេះខ្ញុំមិនអាចយកទេខ្ញុំថាឲ្យមិនយកមួយកូនឲ្យហេតុអីបានរឹងរូសម្លេះពួកគេដូចជាឆ្កែចោកដែលមិនចេះដឹងគុំទៅខឹងគេអីយកលុយនេះទៅក្រុមក៏ត្រូវចាយដែរខ្ញុំមិនមែនចង់ប្រកាន់ខ្ញុំពិតជាមិនចង់បាននៅភូមិនេះមានតែអ្នកមីងទេដែលចាត់ទុកខ្ញុំជាមនុស្សលុយនេះទុកឲ្យអ្នកមីងក្រោយមកចង់ធ្វើអីគុំទៅសង្ឃឹមគេអញ្ចឹងក្រោយមកឯងមានគម្រោងអីទៀតទៅក្រុងមិត្តភក្តិរៀនជាមួយគ្នានៅទីនោះអាចរកការងារឲ្យខ្ញុំល្អហើយកូនល្អភូមិនេះឯងដែលមិនល្អចំពោះឯងណែចេញយ៉ាងឯងរត់ទៅណាបាត់ទៅមិនប្រាប់មួយម៉ាត់លេខទូរស័ព្ទរបស់ចៅហ្វាយទិញស្បៃដែលអញទុកផ្ញើមកឲ្យខ្ញុំឆ្នាំក្រោយយើងនៅតែចង់ត្រូវរំខានគាត់ទៀតហើយអូខេខ្ញុំផ្ញើឲ្យអូខេល្អហើយចេញយ៉ាងកុំខឹងអីអ្នកភូមិគ្នាឲ្យលុយបន្តិចបន្តួចមិនអីទេឆ្នាំក្រោយរកលុយបានមិនភ្លេចឯងទេតែលេខនោះជាលេខចាស់ខ្ញុំឥឡូវខ្ញុំលែងប្រើអញទូរស័ព្ទទៅប្រាប់ថាមកពីភូមិថ្មក៏បានគាត់ដឹងហើយអូខេបិទទូរស័ព្ទហើយសុបិនចង់បានលុយជួបគ្នាឆ្នាំក្រោយពួកគេមិនមែនជាមនុស្សទេចេញយ៉ាងអញល្អពេកហើយទើបពួកឆ្កែចោកទាំងនេះហ៊ានពីមុន15-30000បើគ្មានខ្ញុំជួយទប់ទេគេអាចរកលុយបានមួយកៃលើនេះឆ្លងទន្លេភ្លេចអ្នកជួយហួសហើយឯងគួរតែដឹងហើយជាមួយពួកគេគ្មានអីត្រូវនេះលើកនេះបើមិនមែនខ្ញុំជួយឯងខ្ញុំចុះឈ្មោះលេខថ្មីដោយប្រើអត្តសញ្ញាណប័ណ្ណលេងរឿងចៅហ្វាយធំមកទិញស្បៃគេអាចជឿទេចៅលើយលើកនេះអរគុណហើយនិយាយបែបនេះឆ្ងាយពេកបងប្អូនប្រុសមានប្រយោជន៍មិនមែនសម្រាប់ពេលនេះទេកិច្ចសន្យាជារបស់ក្រុមហានិភ័យគឺយើងទទួលបើគ្មានខ្ញុំទេរឿងនេះមិនចប់ឯងយក30000នោះទៅនោះជាថ្លៃជឿទុកចិត្តដែលឯងសមនឹងបានអូគេមិនបានតាក់ទងឯងទៀតទេលីតាសានទូរស័ព្ទមកចង់បានលេខទំនាក់ទំនងរបស់ថៅកែធំនោះអញឲ្យគេហើយឈួតហើយឲ្យទៅគេតែខ្ញុំយកលេខដែលខ្ញុំបោះបង់លេខទូរស័ព្ទដែលមិនប្រើហើយឲ្យទៅខ្ញុំក៏បាក់ស៊ីមកាត់ចោលនៅទីនោះហាពូកែណាស់ឲ្យលេខទេទៅគេខ្ញុំចង់ឃើញមុខគេនៅឆ្នាំក្រោយពេលឃើញស្បែកក្តោបរាប់រយតោនហើយយំខ្ញុំមិនចង់ឃើញទេខ្ញុំចង់នៅឲ្យឆ្ងាយពីគេនិយាយត្រូវមិនចាំបាច់តាក់ទងជាមួយមនុស្សល្ងីល្ងាទាំងជំហានបន្ទាប់គិតយ៉ាងម៉េចក្រុមហ៊ុនខ្ញុំទើបតែចង់ពង្រីក department ធ្វើការលក់ផលិតផលកសិកម្មពូកែខាងនេះមកជួយខ្ញុំល្អដំឡូងជ្វាភ្នំខ្ពស់មួយដុំនេះ300តោនបន្ថែមថ្លៃ15